អង្គរវត្តប្រាសាទដ៏អស្ចារ្យបានក្លាយទៅជាសញ្ញានៃជាតិខ្មែរនិងមរតកពិភពលោកប៉ុន្តែតើបងប្អូនធ្លាប់សួរខ្លួនឯងទេថាអង្គរវត្តកើតឡើងយ៉ាងដូចម្តេចហើយអ្វីបានជាអាណាចក្រខ្មែរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងអតីតកាលថ្ងៃនេះយើងត្រឡប់ទៅជាង1200ឆ្នាំមុនដើម្បីស្គាល់កំណើតនៃសម័យអង្គរនិងការចាប់ផ្ដើមនៃអាណាចក្រខ្មែរដ៏មហិមាមុនសម័យអង្គរប្រទេសខ្មែរស្ថិតនៅក្រោមអំណាចរដ្ឋមួយហៅថាចេនឡាវាមិនមែនជារដ្ឋរឹងមាំទេវាបានបែងចែកជាពីរគឺចេនឡាដីគោកនិងចេនឡាទឹកការបែកបាក់អំណាចការខ្វះខាតនៅការរួបរวมនិងការគំរាមកំហែងពីខាងក្រៅធ្វើឲ្យប្រទេសខ្មែរខ្សោយនិងងាយរងគ្រោះក្នុងស្ថានភាពនេះប្រទេសខ្មែរត្រូវការអ្នកដឹកនាំម្នាក់ដែលអាចបង្រួបបង្រួមទឹកដីនិងបង្កើតអំណាចកណ្ដាលថ្មីមួយនៅចុងសតវត្សទី8មានបរិះម្នាក់កើតឡើងក្នុងប្រវត្តិសាស្ត្រខ្មែរគឺព្រះបាទជ័យវរ្ម័នទី2តាមឯកសារបុរាណព្រះអង្គធ្លាប់រស់នៅក្រៅប្រទេសនិងទទួលឥទ្ធិពលវប្បធម៌បរទេសមុននឹងត្រឡប់មកទឹកដីខ្មែរព្រះអង្គមិនត្រឹមតែជាអ្នកចម្បាំងទេប៉ុន្តែជាអ្នកដឹកនាំមួយដែលយល់ពីស្ថានភាពប្រទេសនិងគោលបំណងច្បាស់លាស់ក្នុងការបង្កើតរដ្ឋឯករាជ្យមួយនៅឆ្នាំ802គ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2បានធ្វើពិធីមួយដ៏សំខាន់នៅលើភ្នំគូលែនពិធីនេះត្រូវបានហៅថាពិធីទេវរាជាក្នុងពិធីនេះព្រះអង្គបានប្រកាសថាប្រទេសខ្មែរជារដ្ឋឯករាជ្យមិនស្ថិតក្រោមអំណាចបរទេសទៀតឡើយព្រះបាទជ័យវរ្ម័នទី2បានប្រកាសខ្លួនជាព្រះមហាក្សត្រដែលមានសិទ្ធិដឹកនាំប្រទេសដោយអំណាចសាសនានិងនយោបាយព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាកំណើតផ្លូវការនៃសម័យអង្គរបន្ទាប់ពីពិធីទេវរាជាព្រះបាទជ័យវរ្ម័នទី2បានចាប់ផ្ដើមបង្រួបបង្រួមទឹកដីពីតំបន់ផ្សេងៗគ្នាឲ្យក្លាយទៅជារដ្ឋតែមួយព្រះអង្គបានបង្កើតអំណាចយោធារៀបចំរដ្ឋបាលគ្រប់គ្រងដីធ្លីអំណាចកណ្ដាលត្រូវបានពង្រឹងធ្វើឲ្យប្រទេសខ្មែរចាប់ផ្ដើមមានស្ថិរភាពនិងសន្តិភាពកត្តាសំខាន់មួយដែលធ្វើឲ្យសម័យអង្គររីកចម្រើនគឺប្រព័ន្ធទឹកខ្មែរបានសាងសង់អាងទឹកធំៗដែលហៅថាបារាយណ៍ដើម្បីស្តុកទឹកទុកប្រើប្រាស់នៅរដូវប្រាំងនិងរដូវវស្សាកសិកម្មជាពិសេសគឺស្រូវបានក្លាយទៅជាគ្រឹះសេដ្ឋកិច្ចនៃអាណាចក្រអង្គរប្រព័ន្ធទឹកនេះជាមូលដ្ឋាននៃភាពរុងរឿងរយៈពេលយូរនៅក្នុងសម័យអង្គរគាំទ្រព្រហ្មញ្ញសាសនាជាពិសេសការគោរពព្រះសិវៈនិងព្រះវិស្ណុប្រាសាទដំបូងត្រូវបានសាងសង់ឡើងដើម្បីបម្រើសាសនានិងបង្ហាញអំណាចព្រះមហាក្សត្រសិល្បៈខ្មែរក៏ចាប់ផ្ដើមមានអត្តសញ្ញាណផ្ទាល់ខ្លួនបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី2ព្រះមហាក្សត្របន្តបានស្នងរាជនិងបន្តការពង្រីកនៅអាណាចក្រប្រាសាទធំៗនិងទីក្រុងអង្គរត្រូវបានសាងសង់ឡើងរហូតដល់មានការកើតមាននៃប្រាសាទដ៏អស្ចារ្យមួយគឺប្រាសាទអង្គរវត្តសម័យអង្គរក្លាយទៅជាសម័យមាសនៃប្រវត្តិសាស្ត្ររបស់ខ្មែរនេះគឺជាដើមកំណើតនៃសម័យអង្គរនិងអាណាចក្រខ្មែរដ៏រុងរឿងនៅវគ្គបន្ទាប់យើងនឹងសម្រាយលម្អិតអំពីអង្គរវត្តកើតឡើងយ៉ាងដូចម្តេចបើអ្នកចូលចិត្តវីដេអូនេះសូមចុច like subscribe follow and share ដើម្បីទទួលបាននូវវីដេអូថ្មីៗជាច្រើនទៀតសូមអរគុណ